នៅពេលនេះគឺសៀមជួបបញ្ហាមួយទៀតហើយបងប្អូនគឺបញ្ហាមួយដែលយើងគួរឲ្យអស់សំណើចមែនតើបងប្អូននេះតាមរយៈអ្វីដែលខ្ញុំដឹងអំពីបងប្អូនសាច់ញាតិដែលគាត់នៅប្រទេសសៀមបងប្អូនដោយសារតែគាត់ប្រើ VPN ប្រើអ៊ីនធឺណិតរបស់ខាងនោះអញ្ចឹងគាត់មើលព័ត៌មានខាងនោះបានច្រើនហើយយើងនៅខាងកម្ពុជាគឺយើងអត់សូវបានមើលព័ត៌មានខាងនោះទេដោយសារគេបិទមិនឲ្យប្រទេសយើងឃើញគឺបញ្ហាដែលខ្ញុំនិយាយហ្នឹងគឺបញ្ហាម៉ូទិញមឈូសបងប្អូនគឺរាជរដ្ឋាភិបាលថៃបានប្រកាសថាប្រម៉ូទិញមឈូសឲ្យបានច្រើនមែនតើបងប្អូនគេចាប់ដើមប្រម៉ូទិញមឈូសបងប្អូនតែគេមិនប្រកាសជាសាធារណៈទេគេប្រកាសផ្ទៃក្នុងគេឲ្យគ្នាគេនឹងដើរប្រម៉ូទិញបងប្អូនដើរប្រម៉ូទិញមឈូសឲ្យបានច្រើនបងប្អូនយើងមិនដឹងថាទាហានសៀមស្លាប់ប្រមាណអីម៉ានយើងដឹងប៉ុន្តែឃើញព័ត៌មានផ្ទៃក្នុងរបស់គេប្រជាជនគេដឹងថារដ្ឋាភិបាលរបស់គេកំពុងតែប្រម៉ូត្រៀមទិញមឈូសឲ្យបានច្រើនបំផុតអញ្ចឹងយើងអាចបញ្ជាក់បានថាតបសៀមគឺខ្លាយជាជីច្រើនណាស់បងប្អូនខ្លាយជាជីច្រើនណាស់នេះតាមអ្វីដែលយើងមើលឃើញបងប្អូនតាមអ្វីយើងមើលឃើញយើងសន្និដ្ឋានប៉ុន្តែគេមិនប្រកាសទូរលេខទេដោយសារខ្លាចបាក់មុខមាត់ប្រទេសរបស់គេខ្លាចប៉ះពាល់អំណាចរបស់គេបងប្អូន